骄傲的青蛙，สัตว์กังแกบแต่มีน้ำนวด从前有一只大肚子的青蛙，它在得意地欣赏着自己的大肚子。ការពីដើមឡើយមានសត្វកង្កែបមួយក្បាលដែលមានពោះធំវាកំពុងតែរីករាយពេញចិត្តនឹងពោះដ៏ធំរបស់វា这时小蚂蚁过来了青蛙拦住不放ចឹងរឿងនិទានដែលពួកយើងបានស្ដាប់នេះគឺជារឿងនិទានដ៏ស្រង់ចេញអំពីសភៅអានរឿងនិទានរៀនភាសាចិនដែលសភៅនេះគឺយើងមានរហូតដល់30រឿងក្នុងមួយក្បាលហើយយើងមាន3ក្បាលផ្សេងគ្នាពួកយើងដែលក្នុងមួយក្បាលគឺសុទ្ធតែមានកម្រាស់200ទំព័រទាំងអស់ណាហើយការបកប្រែនៅក្នុងសភៅគឺមានភាពច្បាស់លាស់ល្អទាំងពាក្យទាំងអក្សរទាំងភាសាចិនPINភាសាខ្មែរអីផ្សេងគឺយើងសម្រាប់សម្រាងនិងយកចិត្តទុកដាក់ទៅលើកំហុសឆ្គងអញ្ចឹងណាអញ្ចឹងយើងធានាបានថានៅក្នុងសភៅនេះគឺយើងពោពេញទៅដោយភាពច្បាស់លាស់ប៉ុន្តែទោះយ៉ាងណាក៏យើងនៅតែអាចមានតកតងទៅនឹងកំហុសឆ្គងតិចតួចដែរមិនជាអត់ទេតែយើងបានព្យាយាមអស់ពីលទ្ធភាពក្នុងការរៀបចំវាឲ្យបានត្រឹមត្រូវបញ្ជាក់ម្ដងទៀតថាយើងមាន3ក្បាលហើយក្នុងមួយក្បាលមាន30រឿងមានបកប្រែខ្មែរមានPINហើយកម្រាស់រហូតដល់200ទំព័រ